ក្នុងពេលដែលយើងកំពុងតែដើរតាមចាប់ក្តីស្រមៃរបស់យើងពេលវេលាក៏ចេះតែដើរទៅមុខមិនឈប់ឈរបើទោះបីជាពេលយើងកំពុងសម្រាកឬក៏រងចាំពេលវេលាក៏នៅតែបន្តដំណើរជាធម្មតាដោយនាំទៅជាមួយនៅឱកាសផ្សេងៗនិងកម្លាំងពលំរបស់យើងដែលគ្មានអាណិតអាសូរដូច្នេះហើយបើទោះជាក្តីសុបិនរបស់យើងភ្លឺចិញ្ចាំងយ៉ាងណាក៏ដោយតែក្នុងពេលឥឡូវនេះយើងមិនបានធ្វើសកម្មភាពតាមចាប់ក្តីសុបិននោះទេនោះលទ្ធផលដែលយើងចង់បានប្រកាសជាមិនអាចកើតឡើងបានឡើយយើងមិនអាចគ្រប់គ្រងពេលវេលាដោយមិនឲ្យវាទៅមុខបាននោះទេប៉ុន្តែយើងអាចគ្រប់គ្រងជម្រើសក្នុងការធ្វើសកម្មភាពរបស់យើងក្នុងពេលដែលពេលវេលាកំពុងតែដើរទៅមុខបាននិយាយឲ្យខ្លីប្រសិនបើយើងគ្រប់គ្រងពេលវេលាបាននោះយើងនឹងគ្រប់គ្រងជីវិតរបស់យើងបាន